អត់មានអ្នកគេខ្វល់ថាយើងកំពុងធ្វើអីអ្នកទាំងគ្នាសំខាន់បំផុតគឺយើងធ្វើវាឲ្យចេញជារូបរាងជាក្តីសម័យដែលយើងចង់បានបើយើងអត់ធ្វើឥឡូវទេយើងកុំចាប់អ្នកណាមកជំរុញយើងបើយើងអត់ធ្វើទេយើងនឹងដើរក្រោយគេអ្នកដែលគេធ្វើឥឡូវនេះមិនថាគេទទួលបានភាពជោគជ័យតិចតួចឬក៏បានណាក៏ប៉ុន្តែគេនៅតែដើរទៅមុខជាងយើងចាំថាអ្នកទាំងគ្នាឥឡូវខ្វល់ខ្លាចពីរឿងអីរូបសម្រស់ឬក៏បានណាអ្នកទាំងគ្នាអត់ហ៊ានចេញមកក្នុងកាមេរ៉ាក៏ប៉ុន្តែអ្នកទាំងគ្នាមកខ្ញុំចិត្តស្អីខ្ញុំអត់ស្អាតទេហើយខ្ញុំកំពុងព្យាយាមទម្លាក់និយាយជាសាធារណៈដើម្បីបង្កើនភាពក្លាហានខ្ញុំនៅក្នុងការបម្រើការងារខ្ញុំសពថ្ងៃផងដែរអញ្ចឹងខ្ញុំធ្លាប់នៅក្នុងការនិយាយចឹងពីមុនមកខ្ញុំគឺជាមនុស្សដែលអត់ឱកាសនិយាយទេអ្នកនរគ្នានិយាយមួយម៉ាត់ទៅគឺ introvert ដល់តែយើងខ្លាចមនុស្សតែពីឥឡូវទៅយើងមនុស្សយើងឡើងខ្លាចតែយើងបែរជាខ្លាចកាមេរ៉ាអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺជំនះភាពភ័យខ្លាចទាំងអស់នេះដើម្បីឲ្យជីវិតរបស់យើងក្រូទៅតាមសម័យកាលយើងដឹងហើយថាឥឡូវការផលិតវីដេអូគឺពេញនិយមខ្លាំងមែនតើអញ្ចឹងយើងគឺជាគេហៅថាក្មេងៗចំនួនវ័យជំទង់ឬក៏វ័យពេញវ័យក្រៅខ្ញុំអញ្ចឹង20ឆ្នាំ21តាមតែយើងគួរតែ start ធ្វើតាំងពីយើងអាយុក្រោមនឹងតិចវ័យបាក់ឌុបអនុវិទ្យាល័យគឺយើងគួរតែរៀនធ្វើពីព្រោះថាពេលយើងរៀនចប់យើងនឹងជួបរឿងអ្វីដែលខ្លាចជាងនឹងទៀតអញ្ចឹងយើងគួរតែជំនះនៅពីកាយយកមកថតនៅទីសាធារណៈឬក៏មិនថានៅទីសាធារណៈក៏ដោយអត់ទៅនៅក្នុងបន្ទប់ឬក៏នៅកន្លែងណាយើងគិតថាយើងលើកាមេរ៉ាយកមកថតយើងអាចនិយាយបានណាឬក៏ voice over បានវាជារឿងដែលល្អមួយសម្រាប់កសាងនៅសមត្ថភាពយើងព្រោះពេលខ្លះយើងអត់បាននិយាយនៅក្នុងគេហៅថាមានភាពជឿជាក់លើខ្លួនឯងណាតែគ្នានៅពេលដែលយើងទទួលបានឱកាសនៅក្នុងការថ្លែងសន្ទរកថាឬក៏ចេញមតិនៅក្នុងការប្រជុំអ្វីមួយក៏ដោយយើងគួរតែទម្លាប់នៅក្នុងការនិយាយជាសាធារណៈអ្នកនរគ្នានិយាយនៅក្នុងវីដេអូដូចខ្ញុំចឹងខ្ញុំនិយាយនៅក្នុងវីដេអូនៅពេលថ្ងៃក្រោយខ្ញុំចុះសហកម្មឬក៏ចូលរួមប្រជុំនៅក្នុងវគ្គណាមួយនៃការសិក្សារបស់ខ្ញុំឬក៏នៅពេលដែលខ្ញុំចូលសាកលវិទ្យាល័យនៅពេលដែលខ្ញុំចូលក្នុងវគ្គបណ្ដុះបណ្ដាលណាមួយយើងនឹងមានអត្ថប្រយោជន៍ជាងអ្នកដទៃដោយសារតែយើងគឺជាមនុស្សដែលទម្លាប់នៅក្នុងការនិយាយអញ្ចឹងគឺពាក្យពេចន៍ដែលយើងនិយាយគឺវាមានលោតនៅក្នុងខួរក្បាលយើងស្រាប់តែម្ដងត្រឡប់មកវិញអ្វីដែលអ្នកនរគ្នាត្រូវធ្វើគឺចាប់ផ្ដើមធ្វើពីឥឡូវទៅមិនថាអ្នកនរគ្នាមាន script ឬក៏អត់ទេគួរតែចាប់ផ្ដើមនៅក្នុងការនិយាយនៅក្នុងវីដេអូ voice over ឬក៏និយាយនៅក្នុងវីដេអូ